ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបកំណត់ដាក់ 5G នៅលើទូរស័ព្ទដៃអញ្ចឹងបើទូរស័ព្ទបងប្អូននឹង support ជាមួយ 5G បងប្អូនអាចដាក់ 5G បានហើយតែទូរស័ព្ទខ្ញុំមើលវាអត់ support ជាមួយ 5G ទេចង់ដឹងថា 5G មកឬអត់អញ្ចឹងយើងចុចចូលមកកន្លែងនេះកម្មវិធី Smart ណាស់នេះមកបាទបងប្អូនឃើញអាកន្លែងរង្វង់នេះអត់រង្វាន់គេដាក់ថា 5G អញ្ចឹងមានន័យថាទូរស័ព្ទទាំងអស់ក្នុងកម្មវិធី Smart ណាគឺវា load ចេញ 5G អញ្ចឹងហើយនេះបើតាមខ្ញុំដឹងគឺមាន15រាជធានីខេត្តដែលអាចដាក់ 5G បានអញ្ចឹងខេត្តណាដែលមិនទាន់ដាក់បានគឺតម្រូវឲ្យយើងរងចាំអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចុចចូលទៅកន្លែងកំណត់មកទូរស័ព្ទនេះវាអត់ support ជាមួយ 5G ទេគឺទៅ 5G គឺទៅមើល 4G ទេបាទអញ្ចឹងយើងចុចចូលមកកន្លែង setting នេះមកបាទបន្ទាប់មកបងប្អូនឃើញកន្លែងមួយគេដាក់ថាកំណត់ SIM និងបណ្ដាញកំណត់ SIM card បណ្ដាញហ្នឹងយើងចុចចូលកន្លែងហ្នឹងមកបាទបន្ទាប់មកយើងចុចកន្លែងនេះកន្លែងគេដាក់ SIM នេះមកគេដាក់ Smart នេះមកកន្លែងដែលយើងដាក់ SIM ហ្នឹងបងប្អូនកលេចមកមើលខាងក្រោមទៀតនេះគេដាក់ថានេះប្រភេទបណ្ដាញដែលពេញចិត្តយើងចុចកន្លែងហ្នឹងមកបាទបន្ទាប់មកយើងជ្រើសរើសឥឡូវគេនេះបើសិនជាទូរស័ព្ទបងប្អូនload ទៅ 5G វានឹង load នៅលើនឹងហើយអញ្ចឹងយើងអាចកំណត់ទៅនៅកន្លែង 5G ខាងលើគេទាំងអស់ហ្នឹងអ្វីដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្្នឹងទេបាទបើសិនតែទូរស័ព្ទខ្ញុំវា support ឬ 5G វានឹង load មកហើយប៉ុន្តែទូរស័ព្ទខ្ញុំវាមិន support ជាមួយ 5G ទេអញ្ចឹងគួរសោកស្ដាយដែរដែលទូរស័ព្ទយើងមិនមាន 5G អញ្ចឹងបងប្អូនមួយចំនួនដែលអត់មាន 5G បងប្អូនកុំឆ្ងល់ថាហេតុអ្វីបានវាមិន load 5G បើក្រុមហ៊ុនវាដាក់មកហើយប៉ុន្តែអត់ load 5G នៅលើទូរស័ព្ទបងប្អូនអញ្ចឹងមកពីទូរស័ព្ទបងប្អូនគឺអត់ support ជាមួយ 5G ទើបវាមិន load នឹងតំបន់ខ្លះគឺក្រុមហ៊ុនអត់ទាន់ទម្លាក់ឲ្យនៅពេលដែលទូរស័ព្ទណាដែល support ជាមួយ 5G ក្រុមហ៊ុនទម្លាក់ 5G មកគឺនឹងទទួលបាននៅ 5G ជាមិនខានសម្រាប់តំបន់ដែលមិនទាន់ទទួលបាន 5G អញ្ចឹងអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងទេសម្រាប់ការណែនាំអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចចុច like និង subscribe